ខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំកណ្ណាម្ចាស់គ្រប់ព្រះអង្គនិងលោកជាលោកតាបងប្អូនទាំងអស់ដែលតែងតែទស្សនាខ្សែវីដេអូរបស់ខ្ញុំកណ្ណាក្នុងកម្មវិធីបង្រៀននៅធម្មវិន័យអ្នកត្រីណាឥឡូវនេះចូលដល់មេរៀនបន្តគឺចូលដល់ពួក4គឺចូលដល់បទានៈ4យ៉ាងការព្យាយាមណាការព្យាយាម4យ៉ាងអញ្ចឹងក្នុងខ្សែវីដេអូមុនបានសិក្សាអំពីបហានៈសម្រាប់បទានៈណាការព្យាយាមណាលះឬក៏ការព្យាយាមសម្រួមបានសិក្សាហើយលើចូលដល់បន្តគឺទី2គឺបហានៈបទានៈការព្យាយាមលះបាបនេះគឺលះនៅកិលេសទាំង3ពួកណាកិលេសទាំង3ពួកទី1គឺបកម្មបហានៈទី2វិខម្ភៈបហានៈទី3សមុច្ឆេតៈបហានៈណាអញ្ចឹងទី1ការលះកិលេសមួយគ្រាលះកិលេសមួយគ្រានេះគឺលះកិលេសគ្រប់គ្រាណាយកអីទៅលះណាគឺយកសិលសិក្ខាណាយកសិលនេះទៅលះណាហ្នឹងទើបលះកិលេសគ្រប់គ្រាហ្នឹងបានព្រោះថាការលះនេះក៏បានតែមួយគ្រាណាទី2គឺការលះដោយសង្កត់សង្កិនដោយសង្កត់សង្កិននេះគឺលះបានតែកិលេសកណ្ដាលទេមានន័យថាលះបានតែកិលេសកណ្ដាលណានឹងយកអីទៅលះនឹងយកសមាធិសិក្ខាមានសមាធិសិក្ខាហ្នឹងយកទៅលះទី3ការលះដោយកាត់ផ្ដាច់គឺលះដោយកាត់ផ្ដាច់អនុស្សយៈហ្នឹងសយៈកិលេសហ្នឹងគឺដោយបញ្ញាសិក្ខាណាទើបលះហ្នឹងហើយទើបបាននៅមគ្គទើបបានមគ្គផលណាទើបបានមគ្គផលណាចឹងទី3ណាទី3គឺភាវនាបធានៈណាការញ៉ាំងណាទី3គឺភាវនាបធានៈការព្យាយាមញ៉ាំងកុសលឲ្យកើតនៅក្នុងសន្តានចឹងការញ៉ាំងកុសលឲ្យកើតនៅក្នុងសន្តាននេះកើតយ៉ាងម៉េចកាលណាញ៉ាំងកុសលនៅកើតនៅក្នុងខណ្ឌសន្តានហើយគឺប្រយោគិវិចរទាំងឡាយមានរូបាវចរៈនិងអរូបាវចរៈជាដើមព្រមទាំងលោកុត្តរៈក៏កើតនៅក្នុងខ្លួនណាតែមួយដោយការប្រាថ្នាណានោះគឺការព្យាយាមធ្វើនៅភាវនាណាព្យាយាមនៅធ្វើភាវនាហើយពាក្យភាវនាគឺធ្វើដដែលហ្នឹងណាព្យាយាមធ្វើណាព្យាយាមធ្វើនៅចឹងណាហើយទី4អនុណាអនុរខណ្ឌខណ្ឌបធានៈការរក្សាកុសលណាការរក្សាកុសលឲ្យកើតឡើងណាឲ្យកើតឡើងមិនឲ្យសាបសូន្យចឹងការរក្សានៅកុសលដែលមិនឲ្យកើតឡើងមិនឲ្យសាបសូន្យនេះក៏គឺអាស្រ័យនៅលើធម៌3ណានៅលើធម៌3ទី1ខន្តីធម៌គឺជាធម៌ដែលទំនុកបំរុងរក្សានៅបុណ្យខន្តីណាទី2គឺសោរចៈសេចក្តីពិតណាត្រង់សំទោសច្ចៈណាពិតត្រង់សច្ចៈពិតត្រង់ទី3គឺកតញ្ញូដឹងគុណណាធម៌ទាំង3នេះគឺរក្សានៅគោ